วิธีគ្រប់គ្រងការគិតបងប្អូនទាំងអស់គ្នាដឹងអត់ថាខួរក្បាលរបស់យើងគឺធ្វើការពេញ24ម៉ោងទោះបីជាយើងដឹងខ្លួនឬមិនដឹងខ្លួនក៏ដោយដរាបណាយើងនៅមានជីវិតគឺយើងនៅតែគិតហើយបងប្អូនទាំងអស់គ្នាក៏បានដឹងហើយថាច្បាប់នៃការស្រុកទីធ្វើការតាមរយៈការគិតនិងអារម្មណ៍របស់យើងដូច្នេះមួយថ្ងៃបើសិនជាយើងផ្ដោតការគិតទៅលើតែរឿងដែលអត់ល្អរឿងដែលអវិជ្ជមានឬមួយក៏រឿងដែលអត់មានចំណេញមានប្រយោជន៍ទៅដល់ជីវិតរបស់យើងសោះច្បាស់ណាស់ថាយើងនឹងស្រុកទីរឿងទាំងអស់ហ្នឹងចូលមកក្នុងជីវិតរបស់យើងដូច្នេះបងប្អូនត្រូវប្រុងប្រយ័ត្នជាមួយនឹងការគិតរបស់ខ្លួនឯងឲ្យបានខ្លាំងបំផុតការគិតរបស់យើងនាពេលបច្ចុប្បន្ននេះគឺជាការសាងរូបភាពជីវិតនាថ្ងៃអនាគតរបស់យើងដូច្នេះធ្វើយ៉ាងណាទើបយើងអាចគ្រប់គ្រងការគិតរបស់យើងបានធ្វើយ៉ាងណាទើបយើងអាចធ្វើជាម្ចាស់ទៅលើការគិតនិងចិត្តគំនិតរបស់យើងបានវិធីគឺមានតែមួយគត់បងប្អូនត្រូវរៀនពីរបៀបនៅក្នុងការគ្រប់គ្រងអារម្មណ៍ហើយដើម្បីឲ្យយើងអាចគ្រប់គ្រងអារម្មណ៍របស់យើងបានលោកត្រូវតែបងប្អូនរៀនពីវិធីនៅក្នុងការធ្វើសមាធិហើយការធ្វើសមាធិនៅទីនេះគឺងាយស្រួលសម្រាប់បងប្អូននេះអត់ពិបាកដោយបងប្អូនគិតថាអូការធ្វើសមាធិត្រូវចំណាយពេលយូរម៉ោងការធ្វើសមាធិតតែអ្នកដែលគេមានវ័យចំណាស់ការធ្វើសមាធិតតែអ្នកដែលគេកាន់សិលអត់អញ្ចឹងទេបងប្អូនឃើញក្មេងៗសម័យឥឡូវគាត់ចំណាយពេលមួយអាទិត្យទៅ10ថ្ងៃដើម្បីធ្វើវិបស្សនាដើម្បីធ្វើសមាធិពួកគាត់យល់ថាការធ្វើសមាធិគឺគាត់អាចគ្រប់គ្រងអារម្មណ៍បានអាចគ្រប់គ្រងជីវិតរបស់គាត់បានហើយបងប្អូនទាំងអស់គ្នាដឹងអត់ថាបុគ្គលសំខាន់និងល្បីនៅក្នុងលោកគឺគាត់តែងតែយកការធ្វើសមាធិជាគោលប្រតិបត្តិប្រចាំថ្ងៃរបស់គាត់មានន័យថានៅក្នុងតារាងការងារប្រចាំថ្ងៃរបស់គាត់គឺត្រូវតែមានការសមាធិគាត់យកការធ្វើសមាធិគឺជាគោលការណ៍ប្រចាំជីវិតរបស់គាត់តែម្ដងអត់មានមួយថ្ងៃណាដែលគាត់អត់ធ្វើទេហើយការសមាធិនៅក្នុងពេលនេះបងប្អូនអត់ចំណាយពេលយូរទេ5ទៅ10នាទីជាការស្រេចហើយវិធីនៅក្នុងការសមាធិក៏អត់ពិបាកដែរបងប្អូនអត់ចាំបាច់តឹងតែងតឹងពេកទេបងប្អូនគ្រាន់តែអង្គុយដាក់ខ្លួនឲ្យត្រង់ដាក់ដៃទាំងពីរនៅលើជើងរបស់យើងហើយដកដង្ហើមចូលវែងដកដង្ហើមចេញវែងហើយផ្ដោតទៅលើខ្យល់ដង្ហើមរបស់យើងនៅពេលដែលបងប្អូនរៀនធ្វើសមាធិដំបូងច្បាស់ណាស់ខួរក្បាលរបស់យើងនេះគឺវល់ហ្មងគិត100រឿងហ្មងអញ្ចឹងហើយបានជាគេឲ្យយើងផ្ដោតទៅលើខ្យល់ដង្ហើមរបស់យើងដើម្បីឲ្យអារម្មណ៍របស់យើងស្ងប់ហើយអារម្មណ៍របស់យើងមូលត្រឡប់មកវិញក៏ប៉ុន្តែខ្ញុំជឿជាក់ថាធ្វើដំបូងប្រកាសជាអត់អាចធ្វើបានទេដូច្នេះបងប្អូនត្រូវផ្ដោតការធ្វើសមាធិនេះឲ្យបានជាប់លាប់ជាប្រចាំយ៉ាងហោចណាស់រយៈពេល21ថ្ងៃបងប្អូននឹងឃើញមានការប្រែប្រួលនៅក្នុងជីវិតរបស់បងប្អូនអរគុណច្រើន